នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិនៅព្រឹកថ្ងៃអង្គារ11ខែពិសាខឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី12ខែឧសភាឆ្នាំ2026នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តមអែលឈិនអាមៀបាយ៉ូតំណាងប្រធានាធិបតីទទួលបន្ទុកកិច្ចការពិសេសនៃសាធារណរដ្ឋអាស៊ាបៃសង់ចូលជួបសម្ដែងការគូសំនិងពិភាក្សាការងារយោងតាមឯកឧត្តមជាធិរិទ្ធអ្នកនាំពាក្យប្រសិទ្ធភាពបានឲ្យដឹងនៅក្រោយជំនួបថានៅក្នុងជំនួបនោះសម្ដេចតេជោបានសម្ដែងនឹងការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តមនិងសហការីដែលបានមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅពេលនេះសម្ដេចតេជោបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមតំណាងប្រធានាធិបតីអាស៊ាបៃសង់នៅពេលនេះគឺជាការចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងអាស៊ាបៃសង់ឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងឱកាសនោះឯកឧត្តមអែលឈិនអាមៀបាយ៉ូបានសម្ដែងនឹងការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តមនិងសហការីបានចូលជួបសម្ដែងការគូសំនាឱកាសនេះឯកឧត្តមបានកោតសរសើរចំពោះការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាឯកឧត្តមថាប្រទេសកម្ពុជាគឺពិតជាមានការរីកចម្រើនយ៉ាងឆាប់រហ័សជាមួយគ្នានេះផងដែរឯកឧត្តមបានបញ្ជាក់ថាទំនាក់ទំនងរវាងកម្ពុជានិងអាស៊ាបៃសង់មានការរីកចម្រើននិងមានភាពល្អប្រសើរបន្ថែមលើពីនេះឯកឧត្តមបានលើកឡើងថាទំនាក់ទំនងរវាងប្រទេសទាំងពីរមានសក្តានុពលច្រើនទៀតដែលប្រទេសទាំងពីរអាចធ្វើការជាមួយគ្នាបានឯកឧត្តមក៏បានសង្កត់ធ្ងន់ទៅលើកិច្ចសន្ទនានយោបាយដែលប្រទេសទាំងពីរមានជាមួយគ្នាដែលជាផ្នែកធ្វើឲ្យទំនាក់ទំនងនេះកាន់តែរឹងមាំបន្ថែមទៀតលើពីនេះឯកឧត្តមបានសម្លឹងមើលពីការពង្រីកទំនាក់ទំនងលើវិស័យកសិកម្មទេសចរណ៍ដែលបម្រើទៅដល់ក្របខ័ណ្ឌនៃសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងអាស៊ាបៃសង់សម្ដេចតេជោពិតជារីករាយចំពោះការលើកឡើងរបស់ឯកឧត្តមតំណាងប្រធានាធិបតីអាស៊ាបៃសង់ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកនៅទំនាក់ទំនងក្នុងក្របខ័ណ្ឌពាណិជ្ជកម្មសេដ្ឋកិច្ចនិងការវិនិយោគនេះដោយសម្ដេចតេជោចង់ឃើញនៅទំនាក់ទំនងរវាងប្រទេសនីមួយៗជាពិសេសរវាងកម្ពុជានិងអាស៊ាបៃសង់មានការរីកចម្រើនជាមួយគ្នាហើយពង្រីកទំនាក់ទំនងពាណិជ្ជកម្មសេដ្ឋកិច្ចនិងការវិនិយោគនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀតសម្ដេចតេជោសង្កត់ធ្ងន់ថាអាស៊ាបៃសង់គឺជាប្រទេសដែលសម្បូរសន្តិសុខធម៌ពលឯកម្ពុជាវិញគឺជាប្រទេសដែលសម្បូរសន្តិសុខស្បៀងដែលយើងអាចមានលទ្ធភាពក្នុងការផលិតស្បៀងបានច្រើនដូច្នេះប្រទេសទាំងពីរអាចពង្រីកនៅទំនាក់ទំនងជាមួយគ្នាបន្ថែមទៀតក្នុងក្របខ័ណ្ឌនៃការបំពេញឲ្យគ្នាទៅវិញទៅមកគឺកម្ពុជាបំពេញស្បៀងដល់អាស៊ាបៃសង់រីឯអាស៊ាបៃសង់អាចបំពេញនៅសន្តិសុខធម៌ពលដល់កម្ពុជាដែលនេះគឺជាការបំពេញឲ្យគ្នាទៅវិញទៅមកផ្នែកពាណិជ្ជកម្មជាចុងក្រោយសម្ដេចតេជោហ៊ុនសែនបានជូនពរឯកឧត្តមឲ្យបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ